យើងធ្លាប់ទៅ shopping online 淘宝ឥឡូវយើងមកផ្សារ淘宝តថ្លៃអីវ៉ាន់នៅចិនមួយខ្ញុំនិយាយដងទិញតាម淘宝ឆាតឆ្លើយឆ្លងត translate Google Translate លើកហ្នឹងទៅ Google Translate នៅផ្សារចិនវិញម្ដងវីដេអូហ្នឹងយូរហើយទៅចង់មួយឆ្នាំហើយតែនឹកឃើញថាកាត់ដោយសារចង់ clear វីដេអូឲ្យអស់ណាហើយនឹងថ្ងៃហ្នឹងដូចជាដូចសាពេលហ្នឹងខ្ញុំទៅតាមធួអញ្ចឹងធួគេនាំយើងទៅ shopping នៅផ្សារម្ដុំជាហ្វាំងលូជាហ្វាំងរ៉ូតចឹងឯងចឹងជាដំបូងយើងត្រូវចុះខំទៅចាក់ដើរទៅខំដើម្បីទៅរកតែភ្លើងជិះប៉ុន្តែផ្សារហ្នឹងនៅជាន់លើដែរតែខ្ញុំដឹងដែរដោយសារយើងដើរទៅចឹងយើងទៅតាមធួនេះអញ្ចឹងយើងមកដល់ស្ថានីយ៍តែភ្លើងយើងជិះតែភ្លើងសិនទៅជិះមួយផ្លេតដែរបន្ទាប់មកយើងឡើងជាដើរមកវិញមកក៏ដល់ផ្សារអញ្ចឹងផ្សារហ្នឹងគឺបែបផ្សាររាត្រីវាថាចាប់ផ្ដើមពីម៉ោង6អីទៅមនុស្សរៀងច្រើនប៉ុន្តែពេលខ្ញុំទៅហ្នឹងម៉ោង7:10ក៏ចាប់ផ្ដើមមានអ្នករើបដើដែរចឹងនេះយើងមកដល់ផ្សារហ្នឹងហើយយើងអីដែលគោលដៅថ្ងៃហ្នឹងគឺគេថាទៅទិញកៅអៅទិញអីចឹងណាយើងចង់មើលជាក់ស្ដែងយើងធ្លាប់តែទិញតាម淘宝ទិញអីចឹងទៅចឹងគេ excited ខ្លាំងណាស់ដែលថាបានទៅទិញផ្ទាល់ចរចាផ្ទាល់តថ្លៃផ្ទាល់អីចឹងណាអូខេនេះនិយាយទូទៅយើងទៅតាមធូរគេជួបជុំគ្នាសិនខ្លះយើងវែងហើយគេចែកពេលឲ្យយើងយូរមែនទេក៏ហ្នឹងដល់2 3ម៉ោងនិយាយទៅខ្ញុំដើរលង្ហត់ហ្មងចាប់ហ្មងទៅដល់កន្លែងគេវិញម៉ោង11អីចឹងមនុស្សអ៊ូអរច្រើនមែនទេហើយនេះមកដល់ផ្សារនៅសិនចិននៅជាចាងជាស្អីគេភ្លេចបាត់ហើយមិញជាចាងលូមិនហ្នឹងហើយជាហ្វាំងលូជាហ្វាំងរ៉ូតចឹងណាជាទូទៅដូចឃើញគេលក់ភីច្រើនមិនបោះដុំវាលក្ខណៈត3 4ណាវាស្តៀងបោះដុំដែរដូចសំពត់អីកៅអៅអីក៏ដោយភីច្រើនគឺគេមួយអត់សូវចង់លក់អីឬក៏លក់ក៏រៀងថ្លៃដែរប៉ុន្តែបើសិនបើយើងទិញរៀងច្រើនតម្លៃគេតាមផ្លាកហ្នឹងមកនិយាយទៅអត់តថ្លៃអត់ចុះហ្មងហើយនេះដើរវែងចុះវែងឡើងជន់ស្រីផងប្រុសផងកៅអៅលក់ដូចយើងដែរធម្មតាចុងក្រោយនេះចេះចរចាមួយអ៊ីចិនបាន4 5ថងដែរដើរហត់ពេកចឹងមកវិញក៏ញ៉ាំទឹកអំពៅតែទឹកអំពៅនៅចិនគេដាក់ទឹកកកអីផ្អែមដូចខ្យល់និយាយទៅបានម្នាក់មួយថងអញ្ចឹងវីដេអូយើងនៅសិនចិននិយាយទៅតាមធួកន្លែងហ្នឹងដឹងគេនាំទៅហើយអញ្ចឹងចេះលុយតថ្លៃមួយចិនបានប៉ុណ្ណឹងដែរអរគុណច្រើនបាយបាយ